បើខ្ញុំថាយកឲ្យឧទាហរណ៍ខ្ញុំថាយកមិនយកហើយបើគេឲ្យយកអាណាគេមិនឲ្យមិនយកពួកឯងអត់មានពាក់ព័ន្ធអីចំមានរឿងអីចាស់នេះលោកផ្កាយមួយកែវជាដែលមានទុននទីជានិពន្ធនគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាបានប្រកាសប្តឹងដើមរាំងនិងទទួលស្គាល់ថាខ្លួនពិតជាបានយកលុយពីជនជាតិវៀតណាមក្នុងម្នាក់ចំនួន 20,000 ដងពិតប្រាកដមែនបងប្អូនប្រិយមិត្តជនរួមជាតិថ្លែងនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធ Telegram នៅថ្ងៃទី 9 ខែតុលាឆ្នាំ 2025 នេះលោកឧត្តមសេនីយ៍ត្រីកែវជាដែលជានិពន្ធនគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាបានទទួលស្គាល់ថាលោកនិងមន្ត្រីក្រមអាវ៉ាត់ពិតជាបានយកលុយពីកម្មករជនជាតិវៀតណាមដែលធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែនមួយនេះក្នុងម្នាក់ចំនួន 20,000 ដងលុយវៀតណាមពិតប្រាកដមែនដោយគាត់មិនបានប្រកែកនោះឡើយហើយលោកបានបន្ថែមទៀតថាលុយដែលគេឲ្យហើយបើយើងមិនយកមានតែមនុស្សឈួតប៉ុណ្ណោះខ្ញុំមិនជឿថាពេលគេជូនលុយបងឯងដោយធម៌បងឯងមិនយកទេខ្ញុំមិនជឿទេខ្ញុំក៏ចឹងដែរខ្ញុំប្រកែកថាមិនយកបងឯងមិនជឿខ្ញុំថាយកឧទាហរណ៍មិនថាអ្នកដទៃបងឯងអ្នកសារព័ត៌មានឲ្យខ្ញុំក៏ខ្ញុំយកដែរខ្ញុំមិនយកមិនបានឲ្យយកហើយកុំឲ្យទៅលុកកំប៉ៅបងឯងទៅផ្ទះកំភ្លៀងបងឯងយកហើយក៏សារព័ត៌មានបងឯងក៏វាថាដូចវារៀងលឹះលុបបន្តិចឧទាហរណ៍ថាវៀតណាមមកឲ្យលុយយើងហើយបងឯងចុះផ្សាយខ្ញុំយកលុយយួនដែរអាសារព័ត៌មានឯងបំរើវៀតណាមហ្នឹងមិនមែនបំរើខ្មែរទេបងប្អូនប្រិយមិត្តលោកតាលោកយាយបើតាមលោកកែវជាលុយដែលលោកទទួលយកពីកម្មករវៀតណាមគឺជាថ្នូរទៅនឹងការត្រួតពិនិត្យបំពេញឯកសារដែលពួកគេចិញ្ចោលទៅមកបម្រើការងារជាប្រចាំតាមបណ្ដាបេនស្រូវនានាក្នុងដីខាងកម្ពុជាក្បែរច្រកទ្វារព្រំដែនអន្តរជាតិកោះរកាក្នុងស្រុកពាមជោខេត្តព្រៃវែងស្របពេលដែលលោកកែវជានិយាយថាបេនស្រូវមាន7កន្លែងអញ្ចឹងតម្រូវការពលកម្មនៃកម្មករវៀតណាមក្នុងមួយថ្ងៃរាប់រយនាក់ឯណោះក្រៅពីប្រកាសទទួលស្គាល់រឿងយកលុយពីកម្មករវៀតណាមហើយនោះលោកកែវជាក៏បានប្រកាសប្តឹងសារព័ត៌មានដើមរាំងផងដែរដែលប្រហែលថាគ្មានអង្គចេញទៅប្រទេសវៀតណាមនោះទេតែបើជាអង្គភាពសារព័ត៌មានដើមរាំងចុះផ្សាយថាមានការនាំអង្គចេញទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនកោះរកានិងបង់លុយក្នុង1ឡានចំនួន$100ក្រោមការគ្រប់គ្រងរបស់លោកជាការឆ្លើយតបទៅកាន់លោកច័ន្ទថនដែលជានាយកប្រតិបត្តិនៃគេហទំព័រដើមរាំងបានបញ្ជាក់ថាដើមរាំងផ្សព្វផ្សាយតាមប្រភពព័ត៌មានមិនបំភ្លឺបំភ្លៃមិនបំពេញសិទ្ធិអ្នកដទៃមិនបំភ្លៃការពិតមិនដើរតួជាតុលាការសម្រេចសេចក្តីនោះទេនិយាយជារួមប្រភពបណ្ណានិយាយប៉ុណ្ណឹងនឹងបានធ្វើបទសម្ភាសន៍ជាមួយនឹងមន្ត្រីពាក់ព័ន្ធដែលរងការចាត់ប្រកាន់ផងដែរដើម្បីឲ្យមានចម្លើយទាំងសងខាងស្របតាមច្បាប់ស្តីអំពីរបបសារព័ត៌មានក្នុងនោះពិតឬក៏មិនពិតក៏ដើមរាំងមិនធ្វើការសន្និដ្ឋានឬក៏វិនិច្ឆ័យអ្វីឡើយពលគេក្រោយបញ្ចុះផ្សព្វផ្សាយស្រាប់តែលោកកែវជាខឹងច្រឡោតតតងតែម្ដងដោយលោកបានបញ្ចេញប្រតិកម្មផ្អើលពីពេញបណ្ដាញសង្គមបាទលោកច័ន្ទថននោះអះអាងថាចង់ប្តឹងអីក៏ប្តឹងទៅប្តឹងក៏ជាសិទ្ធិរបស់លោកមិនប្តឹងក៏ជាសិទ្ធិរបស់លោកកែវជាដែរគ្មានបណ្ណាហ៊ានហាមឃាត់លោកនោះឡើយប៉ុន្តែលោកច័ន្ទថនបានត្រៀមឯកសារប្រភពនិងមេធាវីដើម្បីបំពេញបែបបទដាក់ជូនតំណាងអាយកាសម្រាប់ពិនិត្យនិងផ្ទៀងផ្ទាត់តាមឆន្ទៈនុសិទ្ធិរបស់តុលាការរួចជាស្រេចទៅហើយលោកច័ន្ទថននាយកប្រតិបត្តិនៃគេហទំព័រដើមរាំងបានបញ្ជាក់ថែមទៀតថាខ្ញុំមានពេលវេលាគ្រប់គ្រាន់សម្រាប់តតាំងក្តីជាមួយនឹងលោកកែវជាទាំង3សាលាហើយប្រសិនបើតុលាការតម្កល់រឿងទុកអត់ចាត់ការឬក៏ទម្លាក់បទលើលោកច័ន្ទថនវិញនោះគឺរុកលោកនឹងប្តឹងបកវិញតាមមាត្រា311នៃក្រមព្រហ្មទណ្ឌដោយគ្មានការលើកលែងនោះឡើយសូមជម្រាបផងដែរថាកាលពីថ្ងៃទី7ខែតុលាឆ្នាំ2025កន្លងទៅថ្មីនេះដើមរាំងបានផ្សាយព័ត៌មានមួយក្រោមចំណងជើងថាធ្លាយរឿងរយន្តដឹកអង្គរទៅលក់នៅប្រទេសវៀតណាមបង់លុយឲ្យប៉ូលីសព្រំដែនកោះរកាក្នុងមួយជើងចំនួន40,000រៀលជាកំហិតបាទនេះគឺជាចំណងជើងដែលដើមរាំងបានផ្សាយណាបងប្អូនបាទនៅក្នុងខ្លឹមសារនៃអត្ថបទនោះគឺយោងតាមប្រភពដែលអះអាងថារាល់រយន្តយីដូបដឹកអង្គរទៅលក់ឲ្យឈ្មួញវៀតណាមតាមច្រកព្រំដែនអន្តរជាតិកោះរកាគឺបង់លុយឲ្យមន្ត្រីនគរបាលច្រកទ្វារព្រំដែនមួយនេះក្នុងមួយជើងនោះគឺចំនួន$100ក្នុងនោះសូម្បីតែរយន្តដឹកគ្រាប់ឈូករយន្តដឹកផ្លែស្វាយទៅលក់ឲ្យឈ្មួញវៀតណាមក៏ត្រូវបង់លុយអស់ចំនួន$100ផងដែរនៅក្នុងមួយជើងជាក់ស្ដែងស្នាក់ការនិងគយនៅព្រំដែនមួយនេះបានទទួលស្គាល់ថាពិតជាមានអង្គ3កំណាត់បាទបងប្អូនធ្លាប់ស្គាល់ហើយដែលចាស់ច្រើននិយាយថាអង្គ3កំណាត់ណាបានដឹកចេញទៅកាន់ប្រទេសវៀតណាមតាមផ្លូវទឹកពិតប្រាកដមែនខណៈដែលលុយបាយទឹកបន្តិចបន្តួចនោះគឺយកពីឈ្មួញវៀតណាមមិនយកពីខ្មែរនោះទេទន្ទឹមនឹងនោះលោកកែវជាផ្ទាល់ក៏បានបដិសេធរឿងលុយចំនួន$100ក្នុងមួយឡានក៏ប៉ុន្តែលោកបានជាទទួលស្គាល់រឿងថាយកលុយបាយទឹកពីអាជីវករផងដែរយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងនៅធ្វើការលម្អិតទៅនឹងសាច់រឿងមួយនេះបន្តទៀតថាតើលោកកែវជានេះគាត់នឹងប្តឹងដើមរាំងពិតប្រាកដឬក៏យ៉ាងណាហើយប្រសិនបើគាត់បានប្តឹងមែននោះថាតើនឹងមានរឿងអ្វីបន្តទៀតយើងខ្ញុំនឹងធ្វើការលម្អិតនិងអាប់ដេតព័ត៌មានមួយនេះនៅវគ្គក្រោយបន្តទៀតពេលនេះខ្ញុំបាទសវណ្ណរិទ្ធរតនារួមនឹងក្រុមការងារក៏សូមលំអរអរកាយគោរពអរគុណនិងសូមគោរពលា